ខ្ញុំគឺឈិនហ្វឿងរកឃើញអ្នករបួសធ្ងន់ម្នាក់ហើយត្រៀមបន្ទប់សង្គ្រោះបន្ទាន់អេគីព្រីមទៅនាំគេត្រឡប់មកវិញមកឲ្យតែគេនៅមានដង្ហើមប្រទេសជាតិនឹងដណ្ដើមជីវិតគេពីដៃយមរីជុំវិញឲ្យខាន់តែបានកុំកេងលក់ឲ្យសោះពួកចោរឈ្លានពានមិនទាន់ដេញចេញអស់ទេឯងមិនអាចស្លាប់បានទេវើយលឿនឡើងទទួលអ្នករបួសទៅចាក់ថ្នាំអាដ្រេណាលីនព្រាមលៀងរបួសគេរស់ហើយតើការឆ្លងមេរោគទប់ស្កាត់បានហើយសរីរាង្គខាងក្នុងក៏មិនមានការខូចខាតធ្ងន់ធ្ងរអីដែរក្មេងនេះពិតជាអាយុវែងមែនអាយុវែងខ្ញុំធ្លាប់ធ្វើជាទាហានធ្លាប់ឃើញមិត្តរួមអាវុធហូរឈាមនិងធ្លាប់បញ្ចុះសពួកគេតែខ្ញុំមិនដែលឃើញទម្រង់មុខបែបនេះសោះក្មេងអាយុទើបតែ17-18ឆ្នាំមុខនៅក្មេងខ្ចីក្រឡេកមើលទៅនៅមានភាពទន់ភ្លន់ដូចក្មេងតូចអញ្ចឹងនេះមិនមែនជាមុខមាត់ទាហានទេគេគួរតែជាក្មេងដែលរត់ដេញទីពេញវាលស្រែនិងគួរតែនៅក្នុងផ្ទះចាំស្ដាប់ម្ដាយហៅហូបបាយទៅត្រូវលោកមេបញ្ជាការទីនេះណែណាខ្ញុំស្លាប់ហើយមែនទេសូមប្រកាសចាប់ពីថ្ងៃនេះទៅយើងចាប់ផ្ដើមបើកយុទ្ធនាការសង្គ្រោះជីវិតពីអតីតកាលជាផ្លូវការហើយរាល់អ្នកដែលឈិនហ្វឿងនាំមកមិនថាទម្ងន់របួសកម្រិតណាទេត្រូវតែទទួលការព្យាបាលក្នុងកម្រិតខ្ពស់បំផុតមួយទៀតឈិនហ្វឿងរាល់បងប្អូនជនរួមជាតិដែលនៅទីនោះសុទ្ធតែជាប្រជាជនយើងឲ្យតែនៅមានដង្ហើមប្រទេសជាតិនិងដណ្ដើមជីវិតពួកគេពីដៃយមរីជុំវិញឲ្យខាន់តែបានប្រយុទ្ធទៅអស់ពីសមត្ថភាពទៅមិនបាច់ប្រញាប់ទេលើកនេះពួកយើងមានពេលវេលាគ្រប់គ្រាន់ហើយ